ប្រសិនបើអ្នកត្រូវចេញពីធ្វើការទាំងយប់ជ្រៅហើយស្រាប់តែឃើញឡានក្រុងមួយគ្រឿងមកឈប់ចាំអ្នកទាំងខុសម៉ោងធម្មតាសូមកុំឡើងឲ្យសោះព្រោះអ្នកអាចនឹងមិនបានត្រឡប់មកផ្ទះវិញឡើយដូចជាសាច់រឿងដ៏រន្ធត់មួយនេះពន្លឺព្រាលនៃអំពូលភ្លើងសាធារណៈចុងក្រោយនៅលើដងផ្លូវជាតិលេខ6បានត្រឹមកាត់អាប់ក្រាស់ដែលកំពុងតែធ្លាក់ចុះមកដណ្ដប់ដីបន្តិចម្ដងយ៉ាងនាឡិកា Digital នៅលើអេក្រង់ទូរស័ព្ទរបស់វិបុលបង្ហាញលេខ 11:45 នាទីយប់មេឃចាប់ផ្ដើមស្រទុំហើយដំណក់ទឹកភ្លៀងរលឹមស្រិចៗបានធ្លាក់មកប៉ះនឹងដីខ្សាច់បង្កើតជាក្លិនឆ្អាលនៃដីស្ងួតត្រូវទឹកដែលធ្វើឲ្យបរិយាកាសនៅជុំវិញកាន់តែមានភាពស្ងាត់ជ្រងំខុសពីធម្មតាវិបុលអង្គុយលើកៅអីដែកដែលត្រជាក់ស្រេបនៅក្នុងជម្រកចាំឡានក្រុងជម្រកនេះមានសភាពចាស់ទ្រុឌទ្រោមដំបូលសង្កសីមានស្នាមធ្លាជាប្រហោងដែលធ្វើឲ្យទឹកភ្លៀងស្រក់ចុះមកចំស្មារបស់គេម្ដងមួយដំណក់គេជាបុគ្គលិកផ្នែកគណនេយ្យនៃក្រុមហ៊ុនឯកជនមួយហើយថ្ងៃនេះគេត្រូវបង្ខំចិត្តធ្វើការថែមម៉ោងរហូតដល់យប់ជ្រៅដើម្បីបញ្ចប់របាយការណ៍ហិរញ្ញវត្ថុប្រចាំខែការងារដ៏នឿយហត់បានធ្វើឲ្យកែវភ្នែកទាំងគូរបស់គេឡើងក្រហមព្រាលនិងមានអារម្មណ៍ធ្ងន់ត្របកភ្នែកជាខ្លាំងហេតុអ្វីបានជាថ្ងៃនេះគ្មានឡានតាក់ស៊ីឬកង់3ណាមួយបើកាត់សោះអញ្ចឹងវិបុលរអ៊ូរទាំម្នាក់ឯងទាំងអារម្មណ៍មួម៉ៅគេបានព្យាយាមបើកទូរស័ព្ទដើម្បីហៅឡានតាមរយៈកម្មវិធីដឹកជញ្ជូនផ្សេងៗជាច្រើនដងប៉ុន្តែនៅលើអេក្រង់បង្ហាញតែសារដដែលថាមិនមានអ្នកបើកបរនៅក្នុងតំបន់របស់អ្នកឡើយតំបន់ជាយក្រុងមួយនេះនៅពេលយប់ជ្រៅគឺពិតជាស្ងាត់ដូចព្រៃខ្មោចតាមធម្មតាឡានក្រុងសាធារណៈជើងចុងក្រោយដែលរត់កាត់ផ្លូវនេះត្រូវអស់ត្រឹមម៉ោង 11:00 យប់គត់ឥឡូវនេះវាហួសពេលជិត1ម៉ោងទៅហើយសង្ឃឹមថានឹងមានឡានជិះត្រឡប់ទៅផ្ទះវិញហាក់ដូចជាសូន្យវិបុលដកដង្ហើមធំសំឡេងដង្ហើមរបស់គេបន្លឺឡើងយ៉ាងច្បាស់នៅក្នុងភាពស្ងប់ស្ងាត់គេយកដៃទាំងពីរខ្ទប់មុខដើម្បីបង្កើតកម្ដៅរួចសម្លឹងមើលទៅដងផ្លូវដ៏វែងអន្លាយដែលគ្មានទីបញ្ចប់ផ្លូវខាងមុខងងឹតស្លុបគ្មានពន្លឺភ្លើងផ្ទះប្រជាជនឬពន្លឺភ្លើងឡានណាមួយឡើយអ្វីគ្រប់យ៉ាងហាក់ដូចជាត្រូវបានលេបត្របាក់ដោយភាពងងឹតនៃរាត្រីប៉ុន្តែក្នុងពេលដែលគេចិត្តនឹងអស់សង្ឃឹមនឹងរៀបចំនឹងដើរថ្មើរជើងត្រឡប់ទៅផ្ទះដែលនៅចម្ងាយជិត5គីឡូម៉ែត្រនោះស្រាប់តែមានរំញ័រមួយកើតឡើងពីដីកៅអីដែកដែលគេកំពុងអង្គុយចាប់ផ្ដើមញ័រតិចភ្លាមនោះពន្លឺភ្លើងពណ៌លឿងទុំពីរជើងដ៏ធំបានចាំងទម្លុះស្រទាប់អាប់ក្រាស់ពីចម្ងាយមកចំភ្នែករបស់វិបុលវឹតប្រុសសម្លេងហ្វ្រាំងឡានក្រុងបានបន្លឺឡើងយ៉ាងធ្ងន់ឡានក្រុងពណ៌ក្រហមចាស់មួយគ្រឿងបានមកឈប់ងក់នៅចំពីមុខជម្រកចាំឡានវាជាឡានក្រុងដែលមានរូបរាងបុរាណដូចជាឡានក្រុងដែលគេប្រើប្រាស់កាលពី30ឆ្នាំមុនសម្បកកង់ឡានប្រឡាក់ទៅដោយភក់ជ្រាំខ្មៅហើយតួឡានទាំងមូលមានស្នាមឆ្កូតនិងស្នាមច្រេះស៊ីជាកន្លែងប៉ុន្តែអ្វីដែលធ្វើឲ្យវិបុលមានអារម្មណ៍ប្លែកចិត្តបំផុតនោះគឺម៉ាស៊ីនរបស់ឡានក្រុងមួយគ្រឿងនេះដើរស្ងាត់ជ្រងំវាមិនមានសម្លេងលាន់ឮក្រហមដូចឡានក្រុងធម្មតាឡើយវាស្ងាត់រហូតដល់ថ្នាក់វិបុលអាចឮសម្លេងដំណក់ទឹកភ្លៀងរលឹមធ្លាក់ត្រូវដំបូលសង្កសីដដែលផ្សែងពុលពណ៌ប្រផេះក្រាស់បានហុយចេញពីបំពង់ស៊ីម៉ាំងនៅខាងក្រោយបង្កើតជាស្រមោលអណ្ដែតអណ្ដូងនៅក្នុងពន្លឺភ្លើងឡានទ្វារឡានក្រុងដែលធ្វើពីដែកក្រាស់បានបើកឡើងយឺតក្រៀកចាក់សម្លេងទ្វារដែកគិតគ្នានោះឮទៅគួរឲ្យព្រឺរោមវិបុលមិនបានគិតអ្វីច្រើនឡើយភាពត្រជាក់នៃខ្យល់យប់និងភាពនឿយហត់ចង់ទៅផ្ទះបានជំរុញឲ្យគេប្រញាប់ងើបឈររួចឈានជើងឡើងតាមកាំជណ្ដើរឡានក្រុងនោះយ៉ាងលឿនដោយសង្ឃឹមថាគេនឹងបានសម្រាកនៅលើកៅអីដ៏កក់ក្ដៅពេលដែលជើងរបស់វិបុលបានឈានដល់កាំជណ្ដើរចុងក្រោយនិងឈរនៅខាងក្នុងតួឡានក្រុងទាំងមូលគេមានអារម្មណ៍ថាខុងឈីខ្យល់នៅទីនេះមានភាពខុសប្លែកពីខាងក្រៅទាំងស្រុងវាត្រជាក់ខ្លាំងត្រជាក់រហូតដល់ថ្នាក់នៅពេលដែលគេដកដង្ហើមចេញមកคล้ายទៅជាផ្សែងពណ៌សាព្រាលដូចជាមនុស្សកំពុងឈរនៅក្នុងបន្ទប់បង្កក់ទឹកកកវិបុលងាកទៅរកអ្នកបើកបរដើម្បីបង់ប្រាក់ថ្លៃសម្បត្តិអ្នកបើកបរនោះជាបុរសម្នាក់ដែលមានរូបរាងខ្ពស់ស្រល trekking អង្គុយត្រង់ខ្លួនស្ទើរតែដូចជារូបចម្លាក់គាត់ពាក់អាវធំពណ៌ខ្មៅនិងពាក់មួកក្រណាត់ទម្លាក់ចុះមកក្រោមយ៉ាងទាបដែលធ្វើឲ្យស្រមោលនៃមួកនោះបិទបាំងផ្ទៃមុខរបស់គាត់ជិតឈឹងវិបុលមិនអាចមើលឃើញភ្នែកច្រមុះឬមាត់របស់គាត់ឡើយដៃទាំងពីររបស់គាត់ដែលកំពុងកាន់ចង្កូតឡានមានលក្ខណៈស្គមស្គាំងស្បែកឡើងពណ៌សស្លេកស្លាំងខុសពីមនុស្សធម្មតាសុំទោសលោកពូទៅដល់ផ្លូវបំបែកខេត្តតម្លៃប្រមាណដែរបាវិបុលសួរទាំងញញឹមគួរសមរួចហុយលុយរៀលមួយសន្លឹកទៅចិត្តអ្នកបើកបរមិននិយាយអ្វីទាំងអស់គាត់មិនតែងាកក្បាលមកមើលវិបុលសូម្បីតែ1មីលីម៉ែត្រអ្វីដែលគាត់ធ្វើគឺគ្រាន់តែងក់ក្បាលយឺតមួយ3ដងដូចជាម៉ាស៊ីនដែលត្រូវបានគេកំណត់កម្មវិធីទុកដៃស្គមស្លេកនោះបានចង្អុលទៅប្រអប់ដៃចាស់មួយដែលនៅក្បែរនោះដើម្បីឲ្យវិបុលទម្លាក់លុយចូលវិបុលចាប់ផ្ដើមមានអារម្មណ៍មិនសូវស្រួលចិត្តចំពោះរឹកពីរបស់បុរសម្នាក់នេះប៉ុន្តែគេគិតថាប្រហែលជាគាត់ជាមនុស្សកឬជាមនុស្សដែលមិនសូវចូលចិត្តនិយាយស្ដីច្រើនទើបគេសម្រេចចិត្តដើរចូលទៅខាងក្នុងដើម្បីរកកៅអីអង្គុយពន្លឺភ្លើងនៅខាងក្នុងឡានក្រុងជាពន្លឺអំពូល fluorescent ពណ៌លឿងទន់ដែលជួនកាលមានសភាពព្រិចភ្លឹបភ្លេតហាក់ដូចជាចង់រលត់មិនរលត់នៅលើឡានក្រុងនោះមានអ្នកដំណើរប្រហែលជា7នាក់កំពុងអង្គុយរប៉ាត់រប៉ាយគ្នានៅតាមកៅអីនីមួយវិបុលដើរឆ្លងកាត់ពួកគេយឺតដើម្បីទៅរកកៅអីទំនេរនៅជួរខាងក្រោយនៅពេលដែលគេដើរកាត់អ្នកដំណើរម្នាក់គេសង្កេតឃើញរឿងរ៉ាវដ៏ចម្លែកជាច្រើននៅកៅអីជួរទី2មានបុរសម្នាក់ពាក់អាវធំបែបអ្នកធ្វើការការិយាល័យ
គាត់អង្គុយសម្លឹងត្រង់ទៅមុខភ្នែកទាំងពីររបស់គាត់បើកធំធំមិនព្រិចសូម្បីតែម្ដងទោះបីជាឡានក្រុងមានការរលាក់តិចក៏ដោយប៉ុន្តែក្បាលរបស់គាត់មិនមានចលនាទាល់តែសោះនៅកៅអីបន្ទាប់មានស្ត្រីចំណាស់ម្នាក់ពាក់អាវពណ៌សដៃរបស់គាត់កំពុងអោបកន្ត្រកផ្ដៅមួយជាប់នឹងទ្រូងប៉ុន្តែកន្ត្រកនោះមានសភាពទទេស្អាតហើយនៅកៅអីផ្នែកកណ្ដាលមានយុវជន2នាក់ស្លៀកពាក់ខោអាវនិស្សិតអង្គុយក្បែរគ្នាតែពួកគេមិនជជែកគ្នាឬលេងទូរស័ព្ទដូចយុវវ័យធម្មតាឡើយអ្វីដែលធ្វើឲ្យវិបុលព្រឺរោមបំផុតនោះគឺភាពស្ងាត់ស្ងៀមនៅក្នុងឡានក្រុងនេះគ្មានសំឡេងអ្វីទាំងអស់គ្មានសំឡេងមនុស្សដកដង្ហើមគ្មានសំឡេងសម្លៀកបំពាក់គិតគ្នាហើយគ្មានសូម្បីតែសំឡេងរំញ័រនៃទូរស័ព្ទដៃមនុស្សគ្រប់គ្នានៅលើឡានអង្គុយត្រង់ខ្លួនធ្លាក់ស្មាចុះថយធម្មពលហាក់ដូចជាពួកគេជារូបជក់ឬជាសាកសពដែលត្រូវបានគេយកមកដាក់តម្រៀបលើកៅអីវិបុលលេបទឹកមាត់មួយក្អឹកដ៏ពិបាកគេជ្រើសរើសកៅអីមួយនៅជួរក្រោយគេបង្អស់ដែលនៅជាប់នឹងបង្អួចគេដាក់កាតាបកាងារចុះលើភ្លៅរួចព្យាយាមធ្វើចិត្តឲ្យស្ងប់ដោយគិតថាអ្នកទាំងនោះប្រហែលជាហត់នឿយខ្លាំងពេកទើបដេកលង់លក់ទាំងភ្នែកបើកបែបនេះឡានក្រុងបានចាប់ផ្ដើមធ្វើចលនាទៅមុខម្ដងទៀតវាបើកបរក្នុងល្បឿនមួយថេរនិងស្ងប់ស្ងាត់ខុសធម្មតាវិបុលងាកមុខទៅមើលកញ្ចក់បង្អួចខាងក្រៅដំណក់ទឹកភ្លៀងកាន់តែធ្លាក់ក្រាស់ឡើងធ្វើឲ្យកញ្ចក់ឡានឡើងស្រអាប់ដោយសារកំហាប់ចំហាយទឹកត្រជាក់គេយកបាតដៃជូតកញ្ចក់នោះស្រាលដើម្បីមើលបរិយាកាសខាងក្រៅប៉ុន្តែអ្វីដែលគេបានឃើញបានធ្វើឲ្យបេះដូងរបស់គេចាប់ផ្ដើមលោតខុសចង្វាក់តាមផ្លូវធម្មតាពីកន្លែងធ្វើការរបស់គេទៅផ្ទះវាត្រូវឆ្លងកាត់តំបន់ទីប្រជុំជនដែលមានហាងទំនិញបូរីនិងស្តុបភ្លើងចរាចរណ៍ជាច្រើនប៉ុន្តែនៅពេលនេះអ្វីដែលគេកំពុងមើលឃើញតាមបង្អួចគឺមានតែដើមឈើធំខ្ពស់រៀងរើចម្លែកដូចជាដៃមនុស្សកំពុងតែលាតសន្ធឹងនៅលើមេឃងងឹតឡានក្រុងមិនបានបើកនៅលើផ្លូវកៅស៊ូឡើយប៉ុន្តែវាបានងាកចង្កូតចូលមកក្នុងផ្លូវដីខ្សាច់ពណ៌សរតដេប្រដប់មួយដែលសងខាងផ្លូវពោពេញទៅដោយព្រៃរបស់ងងឹតស្លុបសុំទោសលោកពូបើកខុសផ្លូវហើយមែនទេវិបុលស្រែកសួរទៅកាន់អ្នកបើកបរពីខាងក្រោយប៉ុន្តែគ្មានការឆ្លើយតបណាមួយឡើយអ្នកបើកបរនៅតែបន្តកាន់ចង្កូតបើកទៅមុខត្រង់បែបស្ងប់ស្ងាត់ដដែលវិបុលចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចពិតប្រាកដគេក្រឡេកមើលអ្នកដំណើរផ្សេងទៀតដោយសង្ឃឹមថាពួកគេនឹងមានប្រតិកម្មដូចគេដែរប៉ុន្តែពួកគេនៅតែអង្គុយស្ងៀមមិនងាករេដោយមិនអាចទ្រាំទ្រនឹងភាពមិនប្រក្រតីនេះបានវិបុលសម្រេចចិត្តក្រោកឈរឡើងគេកាន់កាតាបជាប់នឹងដៃរួចដើរទៅក្បែរស្ត្រីម្នាក់ដែលអង្គុយនៅជួរខាងមុខគេប្រហែលជាពីរស្ត្រីម្នាក់នោះស្លៀកពាក់អាវរ៉ូបពណ៌ខៀវស្រអាប់សក់ក្បាលរបស់នាងទម្លាក់ចុះមុខបិទបាំងថ្វីថ្ពាល់វិបុលលូកដៃទាំងញ័រទៅត្រើកទៅទះស្មារបស់នាងតិចបងស្រីតើបងដឹងទេថាឡាននេះកំពុងបើកទៅណាហេតុអ្វីបានជាអ្នកបើកបរមិនព្រមឈប់នៅខណៈពេលដែលដៃរបស់វិបុលប៉ះចំស្មារបស់ស្ត្រីម្នាក់នោះគេមានអារម្មណ៍ដូចជាលូកដៃទៅប៉ះនឹងដុំទឹកកកដ៏រឹងមួយវាមិនមែនជាសាច់មនុស្សរស់ដែលមានភាពទន់ភ្លន់និងកក់ក្ដៅនោះឡើយស្ត្រីម្នាក់នោះចាប់ផ្ដើមធ្វើចលនានាងងាកក្បាលមកក្រោយយឺតសំឡេងឆ្អឹងករបស់នាងគិតគ្នាឮសូរក្រឹកយ៉ាងច្បាស់ប៉ុន្តែអ្វីដែលធ្វើឲ្យវិបុលស្ទើរតែលះបង់ព្រលឹងចេញពីខ្លួននោះគឺនាងមិនបានងាកតែខ្លួនមកឡើយគឺនាងងាកតែក្បាលរបស់នាងប៉ុណ្ណោះក្បាលរបស់នាងបានបង្វិលជុំវិញខ្លួនរហូតដល់180អង្សាបែរមុខមកចំខ្នងរបស់នាងផ្ទាល់ផ្ទៃមុខរបស់ស្ត្រីម្នាក់នោះមានសភាពសស្លេកស្បែកមុខឡើងរលួយនិងមានដង្កូវហូរចេញពីប្រហោងភ្នែកដែលគ្មានប្រស្រីភ្នែកខ្មៅនាងបើកមាត់ដែលពោពេញទៅដោយឈាមខ្មៅខាប់រួចនិយាយចេញមកនៅសំឡេងខ្សឹបដ៏ត្រជាក់ស្រេបចូលទៅក្នុងត្រចៀករបស់វិបុលឡានក្រុងជើងនេះគ្មានផ្លូវត្រឡប់ក្រោយទេអ្នកគ្រប់គ្នានៅទីនេះសុទ្ធតែមានទិសដៅតែមួយវិបុលស្រែកឡើងយ៉ាងខ្លាំងដោយភាពតក់ស្លុតគេដួលផ្ងាក្រោយទៅលើដីឡានក្រុងកាតាបការងាររបស់គេត្រូវហោះចេញពីដៃឯកសារផ្សេងរបូតរីប៉ាយពេញកម្រាលឥដ្ឋនៅពេលដែលគេងើបមុខឡើងទាំងទឹកភ្នែកហូរស្រក់ដោយភាពភ័យខ្លាចគេបានឃើញថាអ្នកដំណើរទាំងអស់នៅលើឡានក្រុងរួមទាំងយុវជនទាំងពីរនាក់និងបុរសអ្នកធ្វើការការិយាល័យនោះឥឡូវនេះពួកគេទាំងអស់គ្នាកំពុងតែងាកក្បាលដែលបាក់បែកនិងមានឈាមហូរស្រក់មកសម្លឹងមើលគេផ្ទៃមុខរបស់ពួកគេម្នាក់សុទ្ធតែជាផ្ទៃមុខរបស់មនុស្សដែលបានស្លាប់បាត់បង់ជីវិតក្នុងស្ថានភាពគ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់អ្នកខ្លះមានក្បាលបែកទម្រង់អ្នកខ្លះមានសាច់មុខរលាកខ្លោចនិងអ្នកខ្លះទៀតមានកែវភ្នែកលៀនចេញមកខាងក្រៅពួកគេសម្លឹងមើលវិបុលរួចបញ្ចេញស្នាមញញឹមយ៉ាងគួរឲ្យព្រឺព្រួចសំឡេងសើចខ្សឹបបន្លឺឡើងព្រមគ្នាចេញពីមាត់របស់ពួកគេធ្វើឲ្យបរិយាកាសនៅក្នុងឡានក្រុងប្រែជាលាន់លឺរងំដោយសំឡេងយំខ្មោចជួយផងបើកទ្វារឲ្យខ្ញុំឈប់ឡានភ្លាមវិបុលប្រឹងវារត់យកក្រោយទាំងស្លន់ស្លោគេរត់ទៅបោកខ្លួននឹងទ្វារដៃខាងមុខរួចស្រែកជេរអ្នកបើកបរឡានក្រុងនៅតែអង្គុយស្ងៀមដដែលប៉ុន្តែលើកនេះគាត់បានលូកដៃស្លេកស្លាំងរបស់គាត់ទៅដោះមួកក្រណាត់ពណ៌ខ្មៅនោះចេញ
រួចងាកក្បាលមកក្រោយយឺតនៅពេលដែលមួកត្រូវដកចេញវិបុលស្ទើរតែគាំងបេះដូងស្លាប់នៅនឹងកន្លែងនៅលើក្បាលរបស់អ្នកបើកបរម្នាក់នោះគ្មានផ្ទៃមុខមនុស្សឡើយវាគ្មានភ្នែកគ្មានច្រមុះគ្មានមាត់និងគ្មានត្រចៀកវាមានតែសាច់រលោងសាក់រលោងជាមួយនឹងរន្ធខ្មៅងងឹតដ៏ធំមួយនៅចំកណ្ដាលដែលមើលទៅដូចជាល្អាងជ្រៅដែលគ្មានបាតសំឡេងមួយដ៏ធ្ងន់និងមានអំណាចបានបន្លឺឡើងចេញពីរន្ធខ្មៅនោះផ្ទាល់សំឡេងនោះមិនមែនជាសំឡេងនិយាយធម្មតាទេប៉ុន្តែវាជាសំឡេងដែលលាន់លឺញ័ររង្គោះរង្គើដល់វិញ្ញាណរបស់វិបុលអ្នកបានទិញសម្បត្តិរួចរាល់ហើយឡានក្រុងនេះមិនឈប់ពាក់កណ្ដាលផ្លូវឡើយតើអ្នកចង់ចុះទៅណាទៀតខ្ញុំមិនបានទិញសម្បត្តិទេខ្ញុំគ្រាន់តែចង់ទៅផ្ទះបើកទ្វារឲ្យខ្ញុំចុះភ្លាមវិបុលយំស្រែកផងយកជើងធាក់ទ្វារដែកផងប៉ុន្តែទ្វារនោះហាក់ដូចជាត្រូវបានផ្សារភ្ជាប់គ្នាជាសាច់តែមួយមិនមានចលនាសូម្បីតែបន្តិចមនុស្សគ្រប់គ្នានៅលើឡាននេះសុទ្ធតែបានទិញសម្បត្តិដោយដឹងខ្លួនឬមិនដឹងខ្លួនកាលវិភាគបានកំណត់រួចហើយគ្មានអ្នកណាអាចកែប្រែបានឡើយអ្នកបើកបរគ្មានមុខនិយាយបន្តរួចងាកក្បាលទៅមុខវិញហើយជន់ហ្គេបង្កើនល្បឿនឡានក្រុងឲ្យហោះទៅមុខយ៉ាងលឿនកាត់តាមព្រៃដ៏ខ្មៅងងឹតវិបុលដួលសន្លប់ស្ដុកស្ដឹងនៅលើកម្រាលឥដ្ឋនៃឡានក្រុងព្រោះតែភាពភ័យខ្លាចខ្លាំងពេកបានវាយលុកខួរក្បាលរបស់គេមិនដឹងជាពេលវេលាកន្លងហួសទៅយូរប៉ុណ្ណានោះទេប្រហែលជា 2-3 នាទីឬប្រហែលជាច្រើនម៉ោងរឹតសំឡេងរំញ័រចម្លែកមួយបានធ្វើឲ្យវិបុលចាប់ផ្ដើមដឹងខ្លួនឡើងវិញបន្តិចម្ដងបន្ទងគេបើកភ្នែកឡើងទាំងព្រាលបរិយាកាសនៅក្នុងឡានក្រុងនៅតែត្រជាក់ស្រេបនិងស្ងាត់ជ្រងក់អ្នកដំណើរខ្មោចទាំងនោះលែងសម្លឹងមើលគេទៀតហើយពួកគេបានងាកទៅអង្គុយត្រង់ខ្លួនសម្លឹងទៅមុខដូចដើមវិញរំញ័រនោះគឺចេញពីហៅប៉ៅខោរបស់គេវិបុលលោកដៃទៅដកទូរស័ព្ទដៃចេញមកមើលទាំងដៃញ័រទៅត្រឹកអេក្រង់ទូរស័ព្ទរបស់គេដែលធ្លាប់តែគ្មានសេវាឥឡូវនេះមានសញ្ញាសេវាពេញប៊ីបហើយមានការ notification ព័ត៌មានទាន់ហេតុការ breaking news មួយពី page ព័ត៌មានក្នុងស្រុកដ៏ល្បីដែលទើបតែបង្ហោះមុននេះ5នាទីវិបុលសម្លឹងមើលអក្សរខ្មែរនៅលើអេក្រង់ទូរស័ព្ទទាំងភ្នែកបើកធំស្ទើរតែធ្លាក់ចេញពីប្រហោងភ្នែកព័ត៌មានទាន់ហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅពាក់កណ្ដាលអាត្រៀតមានករណីឡានដឹកទំនិញធុនធ្ងន់មួយគ្រឿងបានដាច់ហ្វ្រាំងក្នុងល្បឿនលឿនរួចបានបើកជ្រុលទៅបុកជំរកចាំឡានក្រុងសាធារណៈមួយកន្លែងពេញទំហឹងនៅលើដងផ្លូវជាតិលេខ6កាលពីម៉ោង 11:40 នាទីយប់មិញយោងតាមការពិនិត្យពីសមត្ថកិច្ចបានរកឃើញជនរងគ្រោះម្នាក់ជាបុគ្គលិកក្រុមហ៊ុនឯកជនឈ្មោះវិបុលអាយុ25ឆ្នាំបានបាត់បង់ជីវិតភ្លាមនៅនឹងកន្លែងដោយសារតែកម្លាំងបុកទង្គិចខ្លាំងពេកបណ្ដាលឲ្យបាក់ឆ្អឹងកនិងខូចខាតសរីរាង្គខាងក្នុងនៅខាងក្រោមអត្ថបទព័ត៌មាននោះមានភ្ជាប់ជាមួយនឹងរូបថតកន្លែងកើតហេតុចំនួន3សន្លឹករូបថតទី1គឺជារូបភាពជំរកចាំឡានក្រុងដែលគេកំពុងតែអង្គុយមុននេះដែលឥឡូវនេះប្រែជាបាក់បែកខ្ទេចខ្ទីគ្មានសល់រូបរាងរូបថតទី2គឺជារូបភាពសាកសពបុរសម្នាក់ដែលដណ្ដប់ដោយក្រណាត់ពណ៌ស្រដិបរ៉ប់ដែលមានឈាមហូរស្រក់ពេញដីខ្សាច់ហើយរូបថតចុងក្រោយគឺជារូបភាពពង្រីកចិត្តទៅលើដៃរបស់សាកសពម្នាក់នោះដែលកំពុងតែក្តោបស្អិតជាប់ទៅនឹងទូរស័ព្ទដៃម៉ូត iPhone 13 Pro ពណ៌ខៀវដែលជាម៉ូតទូរស័ព្ទនឹងពណ៌ដូចគ្នាទៅនឹងទូរស័ព្ទដែលវិបុលកំពុងតែកាន់នៅក្នុងដៃរបស់គេនៅពេលនេះបេះបិទវិបុលគាំងស្ងៀមទឹកភ្នែករបស់គេឈប់ហូរស្រក់ទៀតហើយភាពភ័យខ្លាចទាំងឡាយដែលធ្លាប់មានមុននេះបានរលាយបាត់អស់គ្មានសល់ជំនួសមកវិញនៅភាពទទេស្អាតនិងការយល់ដឹងដ៏ជូរចត់មួយគេយល់ហើយគេយល់គ្រប់យ៉ាងហើយគេមិនមែនឡើងច្រឡំឡានក្រុងនោះទេហើយអ្នកបើកបរនោះក៏មិនបានបើកវង្វេងផ្លូវដែរឡានក្រុងជើងចុងក្រោយមួយគ្រឿងនេះមិនមែនជាហ្វឹងទៀនមធ្យោបាយដឹកជញ្ជូនសម្រាប់មនុស្សរស់នៅក្នុងលោកីយ៍នេះឡើយវាជាឡានក្រុងវិញ្ញាណដែលមានភារកិច្ចមកប្រមូលនិងដឹកជញ្ជូនព្រលឹងមនុស្សសត្វទាំងឡាយណាដែលបានដាច់ខ្យល់ស្លាប់ទាំងមិនដឹងខ្លួនឲ្យធ្វើដំណើរទៅកាន់ទីឋានបរលោកវិបុលងើបឈរឡើងយឺតគេលែងមានអារម្មណ៍ឈឺចាប់ឬហត់នឿយទៀតហើយគេដើរត្រឡប់ទៅរកកៅអីទំនេរនៅជួរខាងក្រោយវិញរួចអង្គុយចុះក្នុងទម្រង់ខ្លួនត្រង់ធ្លាក់ស្មាដូចជាអ្នកដំណើរដទៃទៀតដែរគេក្រឡេកមើលទៅកញ្ចក់បង្អួចឡានក្រុងម្ដងចុងក្រោយនៅក្នុងចំណាំងផ្លាតនៃកញ្ចក់ងងឹតនោះផ្ទៃមុខរបស់គេដែលធ្លាប់តែមានឈាមជក់ស្រស់បោះឥឡូវនេះបានចាប់ផ្ដើមប្រែប្រួលភ្នែកទាំងពីររបស់គេប្រែជាពណ៌សស្លេកមាត់របស់គេលែងមានចលនាហើយស្បែកមុខចាប់ផ្ដើមឡើងស្រអាប់បន្តិចម្ដងរហូតដល់ក្លាយជាស្រមោលខ្មៅងងឹតដូចគ្នាទៅនឹងអ្នកដំណើរដទៃទៀតទាំងស្រុងឡានក្រុងពណ៌ក្រហមចាស់នៅតែបន្តបើកបរទៅមុខយ៉ាងស្ងៀមស្ងាត់កាត់ទម្លុះភាពងងឹតនៃព្រៃជ្រៅដែលគ្មានទីបញ្ចប់និងគ្មានថ្ងៃត្រឡប់មកវិញឡើយ